នេះយើងមករៀនតទៀតគឺវិញ្ញាសាចាគឺវិញ្ញាសាប្រឡងបាក់ឌុបឆ្នាំ2025ណាបងប្អូនគឺវិញ្ញាសាជីវវិទ្យាគឺយើងចូលដល់វិញ្ញាសាទី2ហើយកាលពីវីដេអូមុនគឺយើងអ្នកគ្រូបានបង្រៀនវិញ្ញាសាទី1ថ្ងៃនេះយើងចូលដល់វិញ្ញាសាទី2ណាតោះឥឡូវកុំឲ្យខាតពេលវេលាយូរគឺយើងចូលមកមើលប្រធានលំហាត់ទាំងអស់គ្នាសំណួរទី1គេថាដូចម្ដេចដែលហៅថាជំរើសដោយធម្មជាតិជំរើសដោយមនុស្សចាសំណួរទី2ហេតុអ្វីបានជាគេថាដំណើរក្របលំអងមិនមែនជាកំណត់ឈ្មោលសំណួរទី3នៅពេលដែលខួរតូចខូចខាតតើនឹងមានអ្វីកើតឡើងនឹងមានបញ្ហាអ្វីសំណួរទី4តើនុយក្លេអាទីតជាអ្វីតើវាផ្សំឡើងពីធាតុអ្វីខ្លះវាមានប៉ុន្មានប្រភេទតើបាសអាសូតមានប៉ុន្មានក្រុមអ្វីខ្លះចាមកសំណួរនេះរៀងខ្លឹមដែរព្រោះវាមានច្រើនទាំងអស់គ្នាណាចាមួយទៀតសំណួរលេខ5ហេតុអ្វីបានជាមេរោគនៅក្នុងច្រមុះនិងបំពង់កអាចចម្លងជំងឺដល់ត្រចៀកបានចាសំណួរទី6វាមានកខណាសំណួរកគេថាអ្វីជាព័ត៌មានសេនេតិកសំណួរខចូលព័ត៌មានពីការពិសោធន៍របស់លោក Griffith ចាអញ្ចឹងវិញ្ញាសានេះសំណួររៀងច្រើនដែរតោះអូនេះកន្លែងនេះកន្លែងនេះលេខ7កលើនេះគ្រូលុបកចោលលេខ7តើស្រទាប់ស្ដើងនៃច្រមុះកើតពីកោសិកាប៉ុន្មានយ៉ាងតើកោសិកានីមួយៗមាននីតិដូចម្ដេចចាហើយនេះលំហាត់លេខ8និងលេខ9តោះអញ្ចឹងឥឡូវយើងមកឆ្លើយសំណួរទាំងអស់គ្នាសិនចាំយើងចូលដល់ការធ្វើលំហាត់អញ្ចឹងបងអូនសាកគិតមើលថាតើសំណួរនៅក្នុងវិញ្ញាសាទី2នេះមានចំនួន7តើបងប្អូនចេះចំនួនប៉ុន្មានដែលបងប្អូនមិនអាចមើលទៅមើលចម្លើយនៅក្នុងសភៅឬនៅក្នុងកន្លែងណាផ្សេងណាដែលយើងធ្លាប់រៀនហើយយើងគិតថាយើងធ្លាប់រៀនហើយសំណួរហ្នឹងហើយយើងចេះហើយយើងអាចឆ្លើយបានអញ្ចឹងណាតោះអញ្ចឹងឥឡូវយើងមកមើលកំណែទាំងអស់គ្នាចាសម្រាប់វិញ្ញាសាទី2នេះគឺយកចេញពីកំណែរបស់កូនសិស្សកូរ៉េចាគាត់រៀនតាមអនឡាញណាហ្នឹងហើយតោះអញ្ចឹងចម្លើយទី1សំណួរមាន2គឺជំរើសដោយធម្មជាតិនិងជំរើសដោយមនុស្សគេថាជំរើសដោយធម្មជាតិជាលំនាំរបស់សារពាង្គកាយដែលអាចបន្ស៊ាំយ៉ាងល្អទៅនឹងមជ្ឈដ្ឋានបានអាចរស់រានមានជីវិតនិងអាចបន្តពូជបានចាអាហ្នឹងគេហៅថាជំរើសដោយធម្មជាតិសម្រាប់ជំរើសដោយមនុស្សគឺជាអំពើរបស់មនុស្សដែលអាចកែប្រែពូជសត្វស្រុកនិងរុក្ខជាតិដាំឲ្យកាន់តែប្រសើរដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកគេចាយើងចប់សំណួរលេខ1ហើយយើងមកចូលសំណួរលេខ2គេសួរថាហេតុអ្វីបានជាក្របលំអងមិនមែនជាកំណែតឈ្មោលណាអញ្ចឹងយើងឆ្លើយបានជាក្របលំអងមិនមែនជាកំណែតឈ្មោលព្រោះក្របលំអងជាអ្នកបង្កើតនៅកំណែតឈ្មោលហើយក្របលំអងជាកោសិកាដែលនវាយយកលូតលាស់ដែលមាននវាយយកលូតលាស់និងនវាយយកបន្តពូជចាទៅជាបំពង់លំអងចានវាយយកលូតលាស់និងលូតលាស់ទៅជាបំពង់លំអងចាក់ចូលរហូតដល់អូវលនិងនវាយយកបន្តពូជចែកខ្លួនតាមមីតូសបង្កើតបានទៅជាកំណែតឈ្មោលឬក៏គេហៅមួយទៀតថាជា spermatozoid 2ហើយវាធ្វើដំណើរតាមបំពង់លំអងចូលរហូតទៅដល់អូវលនេះគឺជាចម្លើយលេខ2អញ្ចឹងចម្លើយដែលអ្នកគ្រូលើកមកធ្វើកំណែដែលបងប្អូនបានរៀននៅតាមអនឡាញនេះគឺជាចម្លើយដែលអ្នកគ្រូកែហើយឯងគឺត្រឹមត្រូវហើយបាទអ្នកគ្រូលើកមកធ្វើវីដេអូឲ្យបងប្អូនទាំងគ្នាណាចាតោះសម្រាប់លេខ3នៅពេលខួរតូចខូចខាតតើនឹងមានបញ្ហាអ្វីកើតឡើងអញ្ចឹងយើងដឹងហើយថាខួរតូចគឺជាផ្នែកមួយនៃការត្រួតពិនិត្យតុល្យភាពថេរលំនឹងរបស់សារពាង្គកាយណាឬក៏ត្រួតពិនិត្យចលនាឆន្ទៈទាំងអស់របស់សារពាង្គកាយអញ្ចឹងបើសិនជាខួរតូចនិងខូចខាតគេសង្កេតឃើញថាសារពាង្គកាយរបស់យើងបាត់បង់តុល្យភាពថេរលំនឹងចាឬមានចលនាកន្ត្រាក់ញ័រគឺគ្រប់គ្រងសកម្មភាពរបស់ខ្លួនឯងបានទេណាចាតោះមួយទៀតលេខ4នុយក្លេអាទីតនេះសំណួរវាមានច្រើនតគ្នាអញ្ចឹងអ្នកគ្រូអានចម្លើយតែម្ដងទៅនុយក្លេអាទីតគឺជាម៉ូណូមែរចាជាម៉ូលេគុលម៉ូណូមែររបស់ ADN ចាវាផ្សំឡើងពីអាស៊ីតផូស្វរិកចារូបមន្ត H3PO4 1ម៉ូលេគុលស្ករដេអុកស៊ីរីបូស1ម៉ូលេគុលចា
រូបមន្ត C5H10O4 និងបាសអាស៊ូត1ម៉ូលេគុលចាសម្រាប់បាសអាស៊ូតគឺចែកចេញជា2ក្រុមទៀតគឺបាសពីរីមីឌីននិងបាសពូរីនបាសពីរីមីឌីនគឺមានអាដេនីននិងហ្គានីនបាសពីរីនគឺមានទីមីននិងស៊ីតូស៊ីនទាំងអស់គ្នាណាចាយើងសម្រាប់សំណួរលេខ5គឺគាត់អត់បានធ្វើទេចាអញ្ចឹងគឺអ្នកគ្រូឆ្លើយឲ្យបងប្អូនទាំងអស់គ្នាហ្មងគេថាហេតុអ្វីបានជាជំងឺឆ្លងអាចឆ្លងពីបំពង់កទៅកាន់ពាជ្យកណ្ដាលបានអញ្ចឹងបានជាមេរោគឆ្លងទៅបំពង់កហើយអាចឆ្លងទៅពាជ្យកណ្ដាលបានព្រោះដោយសារតែពាជ្យកណ្ដាលគឺមានបំពង់ប្រម៉ោយអឺស្តាសដែលតភ្ជាប់ពីពាជ្យកណ្ដាលមកកាន់បំពង់កដែលអាចឲ្យមេរោគឆ្លងកាត់បាននាំទៅពីបំពង់កទៅកាន់ពាជ្យកណ្ដាលចាហ្នឹងហើយនេះគឺជាចម្លើយសំណួរលេខ5តោះឥឡូវយើងចូលមកដល់លេខ6ព័ត៌មានសេនេតិកជាអ្វីព័ត៌មានសេនេតិកគឺជាចា ADN ឬក៏យើងនិយាយថាជាប្លង់សម្រាប់សាងសង់នៅលក្ខណៈរបស់សារពាង្គកាយណាព័ត៌មានសេនេតិកមួយទៀតខគេឲ្យយើងពណ៌នាពីការពិសោធន៍របស់លោក Griffith អញ្ចឹងការពិសោធន៍របស់លោក Griffith ដំបូងគឺលោក Griffith គាត់បានធ្វើការពិសោធន៍ទៅលើបាក់តេរីភ្នំម៉ូកូកជាបាក់តេរីដែលបង្កឡើងបង្កជំងឺរលាកសួតយ៉ាងធ្ងន់ធ្ងរដល់ជីវិតសត្វណាចាវាមានរូបរាងពីរបែបគឺរូបរាង S រូបរាង S គឺវាមានស្រោមក្លូស៊ីតអាចបង្កជំងឺយ៉ាងកាចសាហាវរូបរាង A គឺគ្មានស្រោមទេគឺវាមិនអាចបង្កជំងឺបានទេចាបន្ទាប់មកគឺលោកបានសម្លាប់បាក់តេរី S ដោយកម្ដៅហើយចាក់ចូលក្នុងខ្លួនកណ្ដុរពេលនោះកណ្ដុរគឺមិនស្លាប់ដោយសារជំងឺរលាកសួតទេហើយគាត់ក៏យកបាក់តេរី S យកទៅសម្លាប់ដោយកម្ដៅម្ដងទៀតហើយយកទៅលាយជាមួយទៅនឹងបាក់តេរី A ដែលមានជីវិតបន្ទាប់មកទើបចាក់ចូលក្នុងខ្លួនកណ្ដុរក្រោយមកទើបធ្វើឲ្យកណ្ដុរនោះស្លាប់ដោយសារជំងឺរលាកសួតចាអញ្ចឹងគាត់បានសន្និដ្ឋានថាបាក់តេរីបាក់តេរី A គ្មានស្រោមបំលែងជាបាក់តេរី S មានស្រោមដែលអាចបង្កជំងឺនិងបញ្ជូនលក្ខណៈថ្មីនេះទៅកាន់ជំនាន់ក្រោយព័ត៌មានសេនេតិកនៃពូជបាក់តេរី A ត្រូវបំលែងដោយសារធាតុមួយបានមកពីបាក់តេរី S ស្លាប់ចានេះគឺជាសំណួរលេខ6ឥឡូវយើងចូលដល់សំណួរលេខ7គេឲ្យយើងបកស្រាយពីភ្នាសើមចាស្រទាប់ភ្នាសើមនៃច្រមុះចឹងស្រទាប់សើមនៃច្រមុះកើតពីកោសិកា3ស្រទាប់គឺកោសិកាត្រទ្រង់កោសិកាមូលដ្ឋាននិងកោសិកាខៀនវិញ្ញាណចឹងកោសិកាត្រទ្រង់មាននីតិចិញ្ចឹមកោសិកាខៀនវិញ្ញាណហើយផ្ដល់ពណ៌លឿងភ្លាវដល់ស្លេសនៃច្រមុះកោសិកាមូលដ្ឋានមាននីតិបង្កើតជាស្រទាប់បាតដើម្បីទ្រទ្រង់ផ្នែកដែលពាក់ព័ន្ធនៃខៀនវិញ្ញាណសម្រាប់កោសិកាខៀនវិញ្ញាណជានរោនដឹកនាំអាំងផ្លូវប្រសាទហើយរោមញ័រនៃកោសិកាខៀនវិញ្ញាណហ្នឹងគឺជាអ្នកផ្ញើសារធាតុគីមីបង្កើតជាអាំងផ្លូវប្រសាទចាអូខេតាអញ្ចឹងយើងចាប់សំណួរហើយតាំងសំណួរទី1រហូតដល់ទី7ឥឡូវយើងចូលដល់លំហាត់វិញម្ដងប៉ុន្តែមុននឹងចូលដល់លំហាត់អ្នកគ្រូឲ្យយើងទៅមើលប្រធានលំហាត់ឡើងវិញសម្រាប់លំហាត់លេខ8គេថាម៉ូលេគុល ADN មួយមានប្រវែងអញ្ចឹងអានេះគឺជាប្រវែងណាចាប្រវែងគិតជាអាំស្រង់យើងត្រូវបែកខ្នាតសិនពីអាំស្រង់ទៅណាណោ10សេគុណដក1បន្ទាប់មកទៀតគេថានៅក្នុងម៉ូលេគុល ADN មានទំនាក់ទំនងចាទំនាក់ទំនងរបស់វាគឺ5ផ្ស៊ីលើ5ស្មើទៅនឹងតេបូក6អញ្ចឹងបងប្អូនទាំងអស់គ្នាអាចបោះ5ទៅគុណ1តេហើយគុណ1 6ហ្នឹងទៅអញ្ចឹង C ស្មើ5តេបូក6ណាចាបន្ទាប់មកទៀតគឺគេប្រាប់ថាពេលស្វ័យដំឡើងទ្វេ ADN ម៉ូលេគុលនេះត្រូវការរីបូនូក្លេអ៊ីតស្រីអញ្ចឹងរីបូនូក្លេអ៊ីតស្រីគឺតាំងដោយ M' ចាអញ្ចឹងយើងមានបំរាប់របស់យើងគឺតំណាក់តំណងនេះប្រវែងហើយជាមួយទៅនឹង M' ចាបន្ទាប់មកគេឲ្យយើងរកចំនួនដងនៃការស្វ័យដំឡើងទ្វេគឺរើស N ចាសំណួរខគេរកចំនួននុយក្លេទីតប្រភេទមួយមុនពេលស្វ័យដំឡើងទ្វេមួយទៀតគឺនឹងក្រោយពេលស្វ័យដំឡើងទ្វេអញ្ចឹងកន្លែងនេះគឺរក2ដងក្រោយមួយមុនមួយកន្លែងនេះគ្រូបញ្ជាក់ដែរបើបងប្អូនទាំងអស់គ្នាឃើញលំហាត់ហ្នឹងគឺមុនមានន័យថាគឺជា ADN ដែលយើងរកធម្មតា A ស្មើ T C ស្មើ C
ឬក៏គេហៅថា ADN ហ្នឹងគឺជា ADN មេចាតែគេអត់ដាក់មេទេចាគេដាក់មុនពេលស្វ័យដំឡើងទ្វេវិញដល់ពេលក្រោយស្វ័យដំឡើងទ្វេគឺជា nucleotide នីមួយៗរបស់កូនគឺ A កូនស្មើ T កូន C កូនស្មើ C កូនចាតោះអញ្ចឹងឥឡូវយើងទៅមើលកំណែទាំងអស់គ្នាទៅទាំងអស់គ្នាចាតោះអញ្ចឹងនេះគឺគេស្រង់បំរាប់ហើយចាហើយកន្លែង C លើ5ស្មើ T បូក6នេះគឺគេទាញC ស្មើ 5T បោះ5គុណ T បោះ5គុណនឹង6ទៅចាហើយគេចាប់ផ្ដើមទាញ6នេះចាចេញចាគុណ1 5ទៅស្មើ30ហើយ T នេះC នេះដកទាញចូលទៅគឺបាន C ដក 5T ស្មើ30ចាហើយបន្ទាប់មកយើងចូលទៅរកវិចាររករូបមន្ត m' ស្មើ m កតាយ2សេគុណ n ដក1ពេលយើងរកឃើញរូបមន្តនឹងហើយអូនទៅរក m ធំសិន m មេនេះសិនណានេះ m នេះសិនដើម្បីអាចទាញរក n នេះបានព្រោះយើងមានតែ m' ទេអញ្ចឹងយើងអាចរក m នឹងបានតាមប្រវែងដែលគេឲ្យណាទាំងអស់គ្នាចាតាមប្រវែងដែលគេឲ្យយើងទាញរក m ទៅវាស្មើ 2l ចែកនឹង0.34ចាគុណទៅឃើញហើយអញ្ចឹងឃើញ m យើងអាចយកមកជំនួសមកចាអញ្ចឹងគឺអានេះ m' អានេះតម្លៃ m អញ្ចឹងពេលដែលយើងទាញទៅចាយក m' ចែក m ហើយបូក1ទៅហ្នឹងហើយអូខេដល់ពេលហើយយើងចាប់ផ្ដើមតម្លើងគោល2ទៅដើម្បីសម្រួលគោលចោលសល់ n នឹងឯងគឺជាចំនួនស្វ័យតម្លើងទ្វេណាអញ្ចឹង n ឃើញ2ដងចាដល់ពេលសំណួរខគឺគេឲ្យយើងរក nucleotide នីមួយៗមុនស្វ័យតម្លើងទ្វេនិងក្រោយអញ្ចឹងយើងរកអាមុនសិនទៅអាមុនគឺរក a ស្មើ t អញ្ចឹងយើងតាមគោលការណ៍បំពេញបាសដោយសារយើងមាន m ហើយមានចាយើងបំរាប់គេប្រាប់ហ្នឹងយើងទាញមិញហ្នឹងណាចាអញ្ចឹងយើងមាន m យើងដាក់មកតាមគោលការណ៍ពេញបាស 2a បូក 2c ស្មើ m ហើយយកទៅផ្ទឹមជាមួយទៅនឹង c ដក 5t ហ្នឹងមកកន្លែង a និង t នេះគឺដាក់ a ក៏បានដាក់ t ក៏បានចាផ្ទឹមគ្នាគុណចូលមកគុណ2ចូលទៅចាហើយដល់ពេលផ្ទឹមហើយឃើញ t ហើយអូនចំនួនឃើញ c អានេះគឺជាnucleotide ប្រភេទមួយមុនស្វ័យដំឡើងទ្វេចាគឺ a ស្មើ t c ស្មើ c ដល់ពេលក្រោយស្វ័យដំឡើងទ្វេគឺត្រូវយក a កូន t កូនស្មើទៅនឹង a មេគឺ a ដែលមុនស្វ័យដំឡើងទ្វេហ្នឹងយកមកគុណនឹង2ស្វ័យគុណ n ហើយ n យើងមានរកឃើញនៅសំណួរកហ្នឹងគឺ2ហ្នឹងយកជួសវាចូលទៅឃើញ a t កូនហើយដល់ពេល c កូនយក c មេដែលយើងរកឃើញនេះយកគុណនឹង2ស្វ័យគុណ n ដូចគ្នា n 2ដែលយើងរកឃើញហ្នឹងចាអញ្ចឹងយើងឃើញ a កូនស្មើ t កូនស្មើប៉ុណ្ណឹង c កូនស្មើ c កូនស្មើប៉ុណ្ណឹងចាតោះអានេះលំហាត់លេខ8យើងចប់ហើយយើងចូលទៅមើលលំហាត់លេខ9វិញម្ដងទាំងអស់គ្នាណាចាយើងទៅមើលប្រធានវិញអានេះលំហាត់ AN ណាលេខ9ស្រួលទេពិបាកតែលេខ8ទេអញ្ចឹងគេថាម៉ូលេគុល AN មួយមានអុយស្មើ200ដែលត្រូវនឹង20%នៃនុយក្លេទីសសរុបអញ្ចឹងមានន័យថាអុយនុយ200ហើយភាគរយ20%នោះគឺជាភាគរយរបស់អុយអញ្ចឹងគេឲ្យយើងរកម៉ាស់ចាដើម្បីរកម៉ាស់បានគឺរក m ហ្នឹងដល់ពេលមកគឺឲ្យយើងរកប្រវែងសែនប្រវែងគេសួរថាគណនាប្រវែងសែនអញ្ចឹងអាហ្នឹងគឺជា l សែនទាំងអស់គ្នាណាមិនមែន l i n ទេដែលសំយោគចេញដែលសំយោគបានម៉ូលេគុល IN ចាអញ្ចឹងកុំច្រឡំណាដែលសំយោគបានម៉ូលេគុល IN មានន័យថាអាម៉ូលេគុល IN ហ្នឹងសំយោគចេញពីសែនហើយអ្វីដែលគេសួររកប្រវែងគឺប្រវែងសែនតើយើងទៅមើលអត្រាកំណែទាំងអស់គ្នាតោះនេះលេខ9ណានេះលេខ9បំរាប់អុយភាគរយអុយយើងអាចទាញរក m ទូចបានរក m ទូចហើយគេឲ្យយើងរកម៉ាស់យករូបមន្តម៉ាស់ m ទូចគុណ300ចារកឃើញមកហើយយើងទៅរកប្រវែងសែនអញ្ចឹងយើងដឹងហើយថាប្រវែងសែននិងប្រវែង IN ដូចគ្នាអញ្ចឹងយក MIN ហ្នឹងយកគុណទៅឃើញ LIN អញ្ចឹង LIN ស្មើ L សែនអញ្ចឹងដាក់ដូចនេះចប់ឃើញទេអត់ពិបាកទេកន្លែងនេះណាទាំងអស់គ្នាចាអញ្ចឹងវីដេអូនៃគ្រូបញ្ចប់ប៉ុណ្ណឹងអញ្ចឹងបងប្អូនមានចម្ងល់យើងអាចសួរខាងក្រោមនឹងបានណាចាបាយបាយបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ